ចាសួស្តីបងប្អូនទាំងអស់គ្នាវិលមកជួបសារជាថ្មីម្ដងទៀតហើយថ្ងៃនេះគឺយើងមានខជើងជ្រូកត្រចៀកជ្រូកលាយពងមាន់លាយផ្សិតនិងត្រពាំងជ្រក់ចាពាំងជូរចាត្រពាំងដែលគេធ្វើឲ្យស្រាប់អាហារទូចឹងណាខ្ញុំអត់បានទិញប្រទេសធំទេចាឥឡូវហ្នឹងជាដំបូងហ្នឹងគឺយើងមានជើងជ្រូកមួយចាខ្ញុំទិញជើងជ្រូកមកទាំងមូលតែម្ដងហើយនឹងត្រចៀកជ្រូកហ្នឹងវាមានមួយចានរបស់វានឹងអញ្ចឹងប្រហែលជា5 6ត្រចៀកអញ្ចឹងទៅចាទៅជាសំខាន់ហ្នឹងគឺថាពេលដែលយើងលាងសម្អាតហ្នឹងគឺយើងពិបាកលាងជួនកាលវានៅសល់រួមអីអញ្ចឹងត្រូវតែប្រឡាត់កោសឲ្យស្អាតមែនតែនលាង4 5 6ទឹកឲ្យឡើងទឹកនឹងឡើងសស្អាតហ្មងបានយកមកប្រើកែតបើសិនជាល្អយើងអាចច្របាច់អំបិលបន្តិចឬក៏ទឹកខ្មេះបន្តិចក៏បានដែរប៉ុន្តែត្រចៀកវាអត់សូវបញ្ហាដូចជាពោះវៀនកាពះអីទេចាបើលាងទឹកជាយើងនឹងក៏បានដែរឲ្យតែលាងឲ្យស្អាតទៅណាចាហើយដូចជើងជ្រូកនេះអញ្ចឹងគេទិញមកគេមានកាត់ហើយស្រេចហើយខ្លះហើយអញ្ចឹងយើងយកមកគ្រាន់តែកាត់ផ្ដាច់ទៅប្រើកត្រៃក៏បានក្បិតក៏បានដែរហើយដូចជាប្រទេសធំនេះអញ្ចឹងមិនអាចកាត់កត្រៃដាច់អញ្ចឹងយកមកហាន់តាមនៅលើជ្រុញថែមអញ្ចឹងទៅបើវាធំពេកអញ្ចឹងណាចាហើយគ្រឿងផ្សំហ្នឹងខ្ញុំប្រើខ្ទឹមសខ្ញុំដាក់ច្រើនដែរប្រហែលជា1មើមធំចាពួកអីចូលចិត្តខ្ទឹមហើយខ្ញុំចិញ្ច្រាំខ្លះខ្ញុំទុកខ្ទឹមទាំងមូលខ្លះចាដល់ពេលយើងដាក់ទាំងមូលយើងញ៉ាំប៉ះខ្ទឹមម្ដុំក៏ឆ្ងាញ់ដែរហើយខ្ញុំមានកូនខ្ញីហ្នឹងម្ដុំតូចចាយើងគ្រាន់តែថាដាក់លាយវាយកក្លិនអញ្ចឹងណាហ្នឹងហើយដល់ពេលយើងយកទៅចម្អិនទៅវាមានប៉ះឈ្ងុយអាខ្ញីហ្នឹងក៏ឆ្ងាញ់ដែរហើយពេលដែលយើងលាងសម្អាតហ្នឹងតាមពិតទៅយើងដាក់នេះខ្ញុំភ្លេចនិយាយទៅដាក់ស្ងោរឆ្នាំងមួយស្ងោរពងមាន់ហ្នឹងទុកសិនទៅដើម្បីឲ្យត្រជាក់តិចបានយកមកបកចាហើយឥឡូវនេះដល់ពេលដែលយើងដាក់ឆ្នាំងកំឡោចស្ករហើយខ្ញុំមានស្ករត្នោតបងប្អូនខ្ញុំប្រើស្ករត្នោតប្រហែលជា2ស្លាបព្រាបាយចាហើយកំឡោចមិញហ្នឹងខ្ញុំថែមទឹកបន្តិចដើម្បីកុំឲ្យរៀងខ្លោចឆ្នាំងណាហើយពេលកំឡោចហ្នឹងបងប្អូនត្រូវបន្ថយភ្លើងប្រើត្រឹមកម្រិតមធ្យមបានហើយតែ medium heat ណាខ្ញុំបើកនេះរៀងខ្លាំងជ្រុលបន្តិចចឹងចេះចង់ខ្លោចឆ្នាំងហើយភ្លេចបន្ថយភ្លើងហើយម្សៅកញ្ចប់ដែលខ្ញុំប្រើនេះគឺសម្រាប់ដាក់ជាម្សៅផាក់ឡូវគេមានគ្រឿងលក់ស្រាប់អញ្ចឹងទៅខ្ញុំក៏បន្ថែមម្សៅហ្នឹងមកកូនសាភាកាហ្វេទៅណាដើម្បីយកក្លិនចាហើយកំឡោចស្ករយើងឲ្យឡើងក្រហមល្អហើយបានខ្ញុំដាក់ខ្ទឹមដាក់ខ្ញីអីមិញចូលទាំងអស់ទៅកំឡោចថែមបន្តិចទៀតបានខ្ញុំថែមគ្រឿងដូចជាទឹកស៊ីអ៊ីវចាប្រើទឹកស៊ីអ៊ីវហើយនឹងទឹក oyster sauce នឹងបន្តិចទៅអាទឹកក្រុំនេះចាហើយនឹងទឹកត្រីខ្ញុំប្រើមកសាភាដែរដើម្បីយកក្លិនអញ្ចឹងណាហ្នឹងហើយទឹកប្រេងខ្យងនេះហ្នឹងហើយទឹកប្រេងខ្យងប្រើមកសាភាដែរហើយទឹកស៊ីអ៊ីវមិញប្រើ3ស្លាបព្រាចាហើយបងប្អូនអាចភ្លក់មើលបន្ថែមបន្ថយតាមនឹងបានណាបើសិនជារសជាតិនឹងស្ទើរណាមួយប្រៃឬក៏ស្ទើរផ្អែមឯងអាចបន្ថែមបានហើយទម្លាប់របស់ខ្ញុំគឺខ្ញុំចង់ខពងមាន់ហ្នឹងខសាច់អញ្ចឹងពេលណាដាក់ពងមាន់អញ្ចឹងគឺងាស់តែពងមាន់ហ្នឹងមុនចាដាក់ពងមាន់ហ្នឹងចោលប្រហែលឲ្យទឹកហ្នឹងកុំថែមច្រើនពេកថែមមកល្មមមកបាច់ឲ្យលិចពងមាន់នេះកាលណាលិចទៅខ្លាចវាចាញ់អាជាតិស្ករហ្នឹងអស់វាទៅជាសវិញណាអញ្ចឹងទៅខ្ញុំចង់កំឡោយងាស់តែពងមាន់ហ្នឹងមុនប្រហែលជា5 7នាទីអីចឹងទៅឲ្យពងមាន់យើងរៀងឡើងស្វិតបន្តិចសិនចាដើម្បីយើងយកដួសវាចេញហើយបានខ្ញុំដាក់សាច់ចូលចាហើយដាក់សាច់នឹងដែរក៏ខ្ញុំអត់ទាន់ថែមទឹកអីទៀតដែរព្រោះអីពេលយើងដាក់សាច់ទៅទឹកនឹងវាចេញពីសាច់នឹងមកខ្លះអញ្ចឹងណាដើម្បីយើងឲ្យរងាស់វាទៅវាឡើងពណ៌ក្រហមល្អហើយបើមើលទៅវាចង់រីងទឹកខ្ញុំថែមម្ដងបន្តិចទេកុំដាក់ទឹកច្រើនតែម្ដងណាបន្ថែមម្ដងបន្តិចហ្នឹងឲ្យវានៅល្មមអញ្ចឹងឯងដើម្បីបានសាច់យើងនឹងវារៀងពណ៌ក្រហមល្អវាអត់ឡើងសចាហើយកាលណាសាច់ហ្នឹងវាចិត្តឆ្អិនប្រហែលជា80%ឆ្អិនអីចឹងហើយបានខ្ញុំបន្ថែមបន្លែពួកអីបន្ថែមបន្លែអស់នេះវាអត់សូវត្រូវការពេលយូរហ្មងទេចាអញ្ចឹងទៅខ្ញុំដាក់ត្រពាំងហើយនឹងដាក់ផ្សិតចានេះផ្សិតភ្លៅមាន់ដែលខ្ញុំហាន់ជាប្រទេសចនិតហើយអញ្ចឹងណាអញ្ចឹងទៅយើងដាក់ចូលហើយងាស់វាប្រហែលជា20នាទី10នាទីអីហ្នឹងប្រហែលជាសាច់នឹងឆ្អិនហើយអញ្ចឹងខ្ញុំក៏ដាក់ពងមាន់នឹងចូលជាការស្រេចចាហើយមុននឹងយើងបិទភ្លើងហ្នឹងខ្ញុំក៏ស្រង់ដូចថាត្រចៀកជ្រូកនេះចេញមុនកុំឲ្យវាលួយពេកហ្នឹងហើយតែយើងទុកក្នុងនឹងយូរវាហិតតែឆ្អិនទៅលើកមកញ៉ាំអត់ឆ្ងាញ់ទេកាលណាវាទន់ពេកអញ្ចឹងខ្ញុំចូលចិត្តនៅរៀងរបៀបឆប់តិចណាចា
អញ្ចឹងទៅយើងលើកយកតែត្រចៀកហ្នឹងយើងដុសវាចេញផ្សេងទៅហើយបើជើងហ្នឹងវាអត់សូវតន់ផុយយើងអាចងាស់ថែមតិចបានប៉ុន្តែបើឆ្អិនហើយយើងអាចបិទភ្លើងបានហើយបងប្អូនហើយភ្លក់មើលចាថែមថយគ្រឿងតាមនឹងទៀតបើសិនជាបងប្អូនគិតថាអានឹងរៀងប្រៃជ្រុលបន្តិចឬក៏ផ្អែមពេកអញ្ចឹងអាចបន្ថែមទឹកថែមទឹកត្រីទឹកស៊ីអ៊ីវអីថែមតាមនឹងបានចាហើយឥឡូវនេះខយើងក៏បានឆ្អិនហើយយើងក៏ដួសសាកញ៉ាំលមើចាមានពងមាន់មានអីចឹងណាមានជើងជ្រូកហ្នឹងហើយមានតាពាំងមើលទៅតំណងបងប្អូនឆ្ងាញ់ណាចាហើយឥឡូវនេះខ្ញុំបានយកត្រចៀកជ្រូកហ្នឹងក៏យកយើងសាកយកមកហាន់មើលវាផុយល្មមអត់ឲ្យចង់ឲ្យវាផុយពេកទេកាលណាផុយពេកញ៉ាំទៅវាចង់របៀបស្អិតវិញណាចាហើយនេះវានៅឈប់ឆ្ងាញ់ហើយយើងហាន់ស្ដើងចឹងមកបើបងប្អូនមានតសក់មានអីផ្ទាប់ក៏បានដែរតែខ្ញុំអត់មានថ្ងៃហ្នឹងអត់បានទិញមកចាហើយទៅក៏ហាន់អញ្ចឹងឲ្យជ្រលក់សឹកសៀងចាយើងប្រើអាទឹកសៀងយើងធម្មតាហ្នឹងក៏បានតែខ្ញុំមានសៀងដែលខ្ញុំលាយខ្លួនឯងណាចាជ្រលក់ទៅលាយទឹកមកតិចមកក៏ឆ្ងាញ់ដែរចាហើយតែប៉ុណ្្នឹងឯងបងប្អូនងាយដែរទេវាមិនជាពិបាកអីគ្រាន់ថាចំណាយពេលយូរបន្តិចណាចាអរគុណចំពោះការទស្សនាបងប្អូនអរគុណ